រឿងកូនកណ្ដុរទាំង5នៅក្នុងគុម្ពស្មៅធំមួយមានកូនកណ្ដុរជាច្រើនកំពុងអង្គុយជុំវិញមេរបស់វាមេកណ្ដុរនិយាយទៅកាន់កូនថាដល់ពេលដែលកូនត្រូវចេញទៅរកចំណីដោយខ្លួនឯងហើយកូនមិនត្រូវល្មើសនឹងអ្វីដែលម្ដាយបានហាមនោះទេបើមានបញ្ហាអ្វីកូនត្រូវជួយគ្នានិងចេះស្ដាប់គ្នាកូនកណ្ដុរទាំងអស់ឆ្លើយយល់ព្រមរួចពួកគេក៏នាំគ្នាចេញទៅរកចំណីរៀងខ្លួនកណ្ដុរទាំងឡាយសប្បាយនឹងការដើររកចំណីដោយខ្លួនឯងលុះថ្ងៃបាក់រសៀលពួកគេនាំគ្នាវិលទៅរកជំរកវិញដោយនាំយកចំណីល្អជូនមេទៀតផងមេកណ្ដុរឃើញកូនមកវិញដោយសេចក្តីសុខគ្រប់គ្នាមេកណ្ដុរក៏សប្បាយចិត្តដែរហើយឈប់ព្រួយបារម្ភចំពោះពួកគេដែរថ្ងៃបន្ទាប់កូនកណ្ដុរចេញទៅរកចំណីដូចមុនប៉ុន្តែលើកនេះវាចេញទៅជាមួយមេរបស់វាលុះដល់ថ្ងៃបាក់រសៀលមេវាបាននាំកូនដើរត្រឡប់មកជំរកវិញមេកណ្ដុរឲ្យកូននីមួយឈរជាជួររួចរាប់1 2 3 4 5គ្រប់ចំនួនហើយពួកគេនាំគ្នាចេញដើរត្រឡប់មកជំរកវិញនៅតាមផ្លូវកូនកណ្ដុរដើរផងច្រៀងផងយ៉ាងសប្បាយរីករាយយូរម្ដងមេកណ្ដុរសួរសំណួរកូនទី1បូកកូនទី2តើស្មើកូនទីប៉ុន្មានកូនកណ្ដុរទី4ដែលនៅក្បែរនោះស្រែកស្មើកូនទី3មេបន្តដើរទៅមុខទៀតរួចបន្តសួរចុះកូនទី1បូកកូនទី4តើស្មើកូនទីប៉ុន្មានកូនទាំងអស់ស្រែកស្មើកូនទីពួកគេមិនឮសំឡេងតបក៏ងាកមើលព្រមគ្នាហើយស្រែកព្រមគ្នាប្អូនទី5រួចនាំគ្នាត្រឡប់ក្រោយតាមរកចំណែកឯកូនកណ្ដុរទី5គេភ័យផងយំផងព្រោះមិនអាចឡើងពីរណ្ដៅបានវាខំប្រឹងស្រែកខ្លាំងឲ្យគេជួយប៉ុន្តែគ្មាននរណាមកជួយវាឡើយវានិយាយទាំងទឹកភ្នែករលីងរលោងម៉ែនៅឯណាកូនច្បាស់ជាស្លាប់នៅទីនេះហើយដើររកអស់មួយសន្ទុះធំទៅហើយនៅតែមិនឃើញកូនកណ្ដុរទី5នៅឡើយកូនកណ្ដុរទី3ស្រែកយំប្អូនទី5ច្បាស់ជាស្លាប់ហើយកណ្ដុរទី1តបកុំនិយាយផ្ដេសផ្ដាស់ប្អូនទី5គ្មានគ្រោះថ្នាក់នោះទេយើងចែកផ្លូវគ្នារកបន្តទៀតទៅរួចពួកគេក៏ចែកផ្លូវគ្នារកកូនកណ្ដុរទី5បន្តទៀតដើរបានបន្តិចកូនកណ្ដុរទី3ក៏ឮសំឡេងយំគេស្រែកហៅប្អូនទី5ប្អូនទី5មែនទេឮសំឡេងបងស្រែកហៅទេកូនកណ្ដុរទី5សប្បាយចិត្តណាស់គេតបយ៉ាងលឿនបាទបងខ្ញុំនៅទីនេះគ្រាន់តែឮភ្លាមកូនកណ្ដុរទី3ស្ទុះយ៉ាងលឿនមករកកន្លែងសំឡេងគេឃើញប្អូនទី5នៅក្នុងរណ្ដៅដ៏ជ្រៅមួយវាក៏ព្យាយាមជួយប្អូនប៉ុន្តែមិនអាចជួយបានឡើយកូនកណ្ដុរទី3ក៏ស្រែកហៅឲ្យម្ដាយនិងបងប្អូនមកទីនេះដើម្បីជួយគ្រប់គ្នាបានមកដល់ឃើញកូនកណ្ដុរទី5នៅក្នុងរណ្ដៅគួរឲ្យសង្វេគកូនកណ្ដុរទី5និយាយម៉ែកូនឡើងមិនរួចទេជួយកូនផងមេកណ្ដុរតបកុំភ័យពួកយើងនឹងជួយឲ្យកូនឡើងមកលើវិញនិយាយរួចមេកណ្ដុរលោតចុះទៅក្នុងរណ្ដៅរួចអោបកូនឲ្យបាត់ភ័យមេកណ្ដុរមើលជុំវិញរណ្ដៅរួចនិយាយកូនឡើងតាមដើមឈើនេះទៅបានហើយកូនកណ្ដុរទី5តបកូនឡើងច្រើនដងហើយតែនៅតែមិនរួចមេតបបើអញ្ចឹងកូនចាំមើលម៉ែបង្ហាញកូនថាហើយមេកណ្ដុរចាប់ដើមឈើវាឡើងមួយរហូតដល់មាត់រណ្ដៅរួចហក់ចេញមកក្រៅកូនកណ្ដុរទី5ធ្វើតាមម្ដងហើយម្ដងទៀតទីបំផុតវាក៏ឡើងរួចកូនកណ្ដុរទាំង5បានជួបជុំគ្នានៅមាត់រណ្ដៅគេម្នាក់សារភាពថាខ្លួនបានធ្វើឲ្យប្អូនមានគ្រោះថ្នាក់ប៉ុន្តែកូនកណ្ដុរទី5និយាយកាត់វាជាកំហុសរបស់ខ្ញុំដែលមិនស្ដាប់បង្គាប់ម៉ែឃើញរណ្ដៅស្មានថាកន្លែងសប្បាយក៏លោតចុះទីបំផុតខ្ញុំក៏ជាប់នៅក្នុងរណ្ដៅទៅគេឈប់និយាយដើរទៅចិត្តមេរួចតបអរគុណម៉ែដែលបានបង្រៀនកូនឲ្យស្គាល់ផ្លូវដោយខ្លួនឯងមេតបពេលក្រោយកូនអាចធ្វើវាបានដោយខ្លួនឯងហើយពោលចប់ពួកគេនាំគ្នារត់ទៅជំរកយ៉ាងសប្បាយរីករាយ